ជំរាបសួរបងប្អូនគ្នាវិលមកជួបផ្សាយជាថ្មីជាមួយនៅ Channel VV ទីថាហើយគាត់តែឃើញបើកវីដេអូមកពុះក្រាក់បងប្អូនចានេះបន្លែអ្នកស្វាយរៀងបងប្អូនកដៀងចាកដៀងអ្នកស្វាយរៀងណាកុំបកបងប្អូនគ្នានេះយើងមានមន់ស្រែបន្លែស្រស់អូមើលតែសាច់ក៏ដឹងតែជាតិដែរបងប្អូនណាហើយតែទៅកោកដៀងគឺយើងត្រូវតែកំពុងទឹមណាសាច់រៀងកាត់ហើយបុកកដៀងអីរួចរាល់អស់ហើយគឺយើងកំពុងទឹមសរបស់យើងនឹងឯងហើយបញ្ជាក់បងប្អូនអ្នកស្វាយរៀងគឺអត្រាគ្រឿងបុកទេទៅតាមជាអត្រាគ្រឿងបុកទេនេះយើងនិយាយថាដាក់ប្រហុកអំបិលទៅជើងណាតាមចំណងចំណូលចិត្តបងប្អូនចង់សាច់វិញដាក់ស្ករតិចទៅតែចំណងបងប្អូននេះមិនដាក់ស្ករក៏បានបងប្អូនអត់ល្វីងខ្លាំងទេតែទៅនេះណាចាហើយសាច់យើងចាប់តាមលីងដាច់ទឹកហើយយើងក៏បង់បន្លែចូលដែរបន្លែកដៀងដែលយើងបានបុកមុនហ្នឹងបន្លែរបស់យើងហើយយើងដាក់បន្លែហើយណាយើងចាប់ផ្ដើមចាពូវាមកកុំឲ្យខ្លោចណាបងប្អូនថាកុំឲ្យខ្លោចខ្លាំងអញ្ចឹងអត្ថបទគឺសម្លនេះគឺសម្លសាមញ្ញហើយច្រើនចានចាហើយល្អដល់សុខភាពទៀតចាបាយច្រើនច្រើនល្អដល់សុខភាពទៀតឥឡូវយើងចាប់ផ្ដើមមកកូរបន្លែរបស់យើងបន្ទាប់ពីបន្លែនេះដាក់ទឹកយើងនឹងដាក់គ្រឿងផ្សំដែលសំខាន់បងប្អូនដឹងហើយសម្លកកូរខ្វះមិនបានមែនទេចាខ្វះមិនបាននោះអីទេបងប្អូនចាគឺអង្ករលីងហើយដល់ពេលយើងមិនបានដាក់អង្ករលីងពីទៅជាសម្លទៅជាសម្លសឡក់អូខេតោះអញ្ចឹងយើងដាក់អង្ករលីងបន្តអង្ករលីងនេះគឺជាអង្ករលីងដែលយើងបុកខ្លួនឯងលីងខ្លួនឯងចាលីងខ្លួនឯងចេះសម្លវាឈ្ងុយយើងវាអត់ទុកយូរឬក៏ខ្មុំអីទេយើងបានសម្រាប់សម្រាប់វាល្អមែនទែនហើយអង្ករលីងខ្ញុំដឹងថាបងប្អូនយើងកិនឲ្យវាបន្តិចបើសិនជាក្រៀតទេក៏អត់ឆ្ងាញ់ដែរអង្ករលីងណាចាអញ្ចឹងយើងចាប់បានកូរអង្ករលីងនេះជាមួយនឹងបន្លែជាមួយនឹងសាច់ដែលយើងបានលីងឆ្អិនហើយនេះកូរវាមកស្ងួតទឹកមកចាកូរឲ្យស្ងួតទឹកមកកុំឲ្យខ្លោចប្រយ័ត្នបំផុតគឺសម្លកកូរកុំឲ្យខ្លោចបាតឆ្នាំងខ្លោចបាតឆ្នាំងចេញមកសម្លកកូរបងប្អូនឈ្ងៀមប្របាក់ទទួលយកចាប្របាក់ទទួលយកក្លិនអញ្ចឹងកូរវាមកបន្ទាប់មកយើងចាក់ទឹកចូលចាក់មកល្មមចាកុំឲ្យខាប់ពេកក៏កុំឲ្យរាវពេកហើយអង្គលីងបងប្អូនឃើញហ្នឹងនេះកូនតាកូមកមានជើងមាន់មានគ្រឿងក្នុងឥឡូវពុះហើយអញ្ចឹងសម្លកកូររបស់យើងគឺឆ្អិតចាសម្លរបស់យើងពុះគ្រុចបងប្អូនភ្លក់មើលតាមចំណង់ចំណូលចិត្តណាអូខេអរគុណច្រើនសម្លយើងឆ្អិនហើយបាយបាយជួបគ្នានៅវីដេអូក្រោយកុំភ្លេច Subscribe Channel របស់ VV ផងជូនបងប្អូនសុខភាពល្អ